កំណត់លើចុងក្រោយកូនឯងនឹងក្មួយសូដាភានឹងទៅរៀននៅឯស្រុកបារាំងទៅមិនទៅពុកបាដាភាទៅរៀនបានថ្នាក់ទី3ហើយខ្ញុំតទៅ2ឆ្នាំទៀតបានរៀនដល់ថ្នាក់បញ្ចប់ចង់ទៅតនៅមហាវិទ្យាល័យស្រុកគេមិនការទៅពូសុនឯងចង់ឲ្យពួកឯងរៀនបន្តចំណេះទូទៅនៅឯស្រុកគេតែម្ដងណាកូនតាមមើលចាំឲ្យចប់នៅស្រុកខ្មែរក៏មិនងាយដែរបើផ្លោងឲ្យលិចផ្លោងឲ្យកើតមិនឈប់អញ្ចឹងនោះតែបើមិនបួកយើងត្រូវចាយលុយច្រើនណាពុកតាមសមត្ថភាពខ្ញុំបើរៀនបានចប់ថ្នាក់ទីបញ្ចប់ខ្ញុំច្បាស់ជាប្រឡងយកបួកបានយើងមិនចាំបាច់ទៅអស់លុយទេគ្រាន់តែធំមកទាំងហើមចាំស្រុកសានត្រានសិនតែប៉ុណ្ណឹងលុយយើងមានតិចតួចខ្ញុំមិនចង់ឲ្យពុកមកចំណាយលើខ្ញុំអស់នោះទេតែយើងនៅមានដីសេដីយកានតាកូនចាំពេលស្រុកសានត្រានដូចឯងថាចាំយើងគិតគូលក់ខ្លះទៅមានតែតោះអីដីក៏ធំគ្មានអ្នកធ្វើផងធ្វើមិនក៏ធ្វើទៅតែត្រូវទៅពិភាក្សាជាមួយពូសុនឯងសិនកុំឲ្យរំលងគាត់ក្មេងៗជំនាន់នេះមិនដឹងអាម៉េចបានជំនាន់គ្នាឆ្លក់នឹងសង្គ្រាមម៉េះណោះការនៅស្រុកពួកដែលរៀនជាមួយកូនផ្ទះនៅដូនតៃនៅអីហ្នឹងណាពុកអាយុទៅតែ5 6 10នាំគ្នារត់ចោលសាលាចូលភ័យសឹងទៅអស់ពីថ្នាក់គេជឿតាមគ្រូថាទៅធ្វើបដិវត្តតស៊ូវណ្ណៈអីទេបានហើយដេកពួនអីទៅនាងសែនក្មេងសោះចាស់និយាយគ្នាមកលូកមាត់លូកកអីដែរបងសងឯងធំជាងខ្ញុំប្រហែលទៅណ៎ម៉ែឲ្យកូនទៅស្រុកទៅណាម៉ែដោយពុកឯងថាអញ្ចឹងទៅសួរពូសុនឯងទៅពូឯងណាគាត់អ្នករាជការស្រាប់គាត់មានយោបល់ច្រើនជាងម៉ែហើយនឹងពុកបាទខ្ញុំទៅដែររួចទៅតាមបងឯងធ្វើអីច័ន្ទសែនខ្ញុំមកវិញឥឡូវអីម៉ែអីកូននេះស្រីទៅច្បាំងដាញ់ខ្មាំងចង្រៃរឿងទឹកដីជានប្រុសស្រីត្រូវឈឺចាប់បើនៅស្ងៀមលាក់ខ្លួនគួនចាំទៅស្លាប់ឈ្មោះអភ័ព្វជាតិរាប់ថាជាមនុស្សចាំទៅសុខគេទេប៉ាបងពូសុនកំពុងនិយាយរឿងបងឯងនិងបងដាភានៅស្ងីមើលបើមិនទាន់ចង់ទៅកូនឯងចង់ចាំដល់កាលសុខទីកាន់តែមិនស្រួលមែនតែនហើយបើនៅតែផ្ដុំគ្នានៅពេញនេះប៉ាខ្លាចតែកូនឯងនឹងក្មួយច័ន្ទសុងរៀនមិនចប់ទេណាស្ដាប់ប៉ាឯងសិនទៅកូនទៅរៀនសិនទៅតម្រាំសុខទីយើងបានស្រួលបួលចាំនាំគ្នាត្រឡប់មកវិញហើយដែលប៉ាហៅកូនមកនិយាយនេះក៏មានរឿងសំខាន់មួយទៀតដែរគឺប៉ាចង់ឲ្យកូនឯងនឹងច័ន្ទសុងរៀបការក្នុងឆ្នាំនេះឲ្យហើយមុននឹងចេញទៅរៀនរៀបការហើយមានអីត្រូវភ្ញាក់ផ្អើលកូនឃើញភ្ជាប់ពាក្យមកយូរហើយរៀបការឲ្យត្មងទៅទាន់សុកវាមិនទាន់យ៉ាប់ជាងនេះប៉ាហើយនឹងម៉ាក់ឯងគិតគូររួចហើយកូនអត់ចង់រៀបការទេប៉ាហើយវិថីនឹងកូនគ្រាន់តែប៉ុណ្ណឹងនិយាយសើទៅស្លក់ឬមួយក៏មិនចូលចិត្តគូទៅដឹងណែក្មួយច័ន្ទសុងមានអីមិនល្អទៅរូបរាងកពស់ក៏បានរៀនក៏ប៉កែគ្រាន់តែគ្នានឹងមិនមែនអ្នកអំពេញឬមួយក៏ទៅសែបគប់ស្គាល់អ្នកណាអ្នកណីផ្សេងទៀតណែម៉ាក់មិនចង់លឺទេណាដាភាអត់មានទេម៉ាក់តែកូនណែម៉ាក់សម្គាល់យូរហើយអារឿងសែបគប់ពួកម៉ាក់ដើរសៀកព្រីអាលិចសៀកព្រីឲ្យកើតនឹងម៉ាក់មិនចូលចិត្តសោះខេងជៀនមានពាក់ជាប់ដៃតើឲ្យដឹងផងទៅថាយើងនឹងមានគូទៅដឹងហើយស្ដាប់កូននិយាយសិនទៅអូនកុំទាន់បែករឿងវែងឆ្ងាយបដាយមិនបានទេបងសង្គមនេះបើបដាយតាមតិចខូចកូនអស់ក្មេងៗឥឡូវមិនដឹងជាចេះគិតស្អីខ្លះទេដើរលេងមិនចូលផ្ទះគ្រាប់ផ្លោងឲ្យអង្គើដីហើយនៅតែសបាយខោជើងប៉ាត់អាវសង់ត្រេសក់ឲ្យវែងហៀស្មាហួសនិយាយត្មងមើលកូនអ្នកភីនៅជាប់នេះជាគំរូស្រាប់
មានគូតដឹងម្ដាយទុកឪពុកដាក់ហើយមិនចង់ទេចង់តែដើរលេងសៀកព្រីចុះឡើងទៅយកអាមហិចកាំងធ្វើប្តីចិត្តឯងណាណោះទៅវិញម្ដាយឪពុកហួសចិត្តនិយាយលែងចេញរាល់ថ្ងៃដូចទទួលស្រងដើរទៅហើយតែកូនស្ដាប់ណាស់តាភាម៉ាក់មានតែកូនឯងមួយប៉ុណ្ណោះម៉ាក់មិនឲ្យកូនឯងធ្វើអីស្រេចតែចិត្តទេឯងយំធ្វើស្អីហ៎តាភាម្ដាយឪពុកឲ្យឯងរៀបការត្រឹមត្រូវមិនមែនយកកូនឯងនឹងទៅលក់ទេណាយំធ្វើអីតែកូនអត់ចង់រៀបការកូនអត់ចង់រៀបការទេម៉ាក់បខំកូនធ្វើអីហើយរឿងរៀបការគ្រាន់តែមុនហើយនឹងក្រោយតើកូនប៉ាកូននឹងបងច័ន្ទសុងដូចបងប្អូនបកើតអញ្ចឹងកូនមិនរៀបការជាមួយគាត់ទេប៉ាមិនបងតាភាធ្វើអញ្ចឹងណោះតបទៅវិញប្រយ័ត្នពូចេញមកឃើញជួបពាក្យគ្នាយូរហើយទើបតែមកនិយាយថាអត់ចង់រៀបការមិនសមសោះសង្ស័យតែបងតាភាមានសង្សារទេឬមួយគាត់គិតថាយើងជាអ្នកខេតអូយជប់ស្មានតែផ្ដាស់ទៅជួបហើយទៅរកដីពួនអើណែកុំជម្រាបរឿងនេះទៅពុកម៉ែឲ្យដឹងសោះណាច័ន្ទសែនកុំឲ្យគាត់ព្រួយចិត្តណាហើយចុះបងឯងគិតអ្ម៉េចរឿងបងតាភាអូចាំបងដោះស្រាយខ្លួនឯងម៉េចហើយអត់មាត់អីមួយម៉ាត់សោះអញ្ចឹងតាភាមិនដឹងនិយាយពីអីហ្នឹងហ៎បងមិនមែនខាងនឹងបងដែលសុំពូជូនតាភាមកផ្សារទេហ៎បងសុំឯងគិតតែពីខ្លួនឯងហ្នឹងហើយចុះបងឯងជប់ម៉ូតូធ្វើអីឃើញថាជូនខ្ញុំទៅផ្សារបងមានការចង់និយាយមកអង្គុយសិនមកហើយក៏ខ្លាចបងថ្មនេះធ្វើឲ្យប្រឡាក់ស្ពុតអាវចាំបងជូតឲ្យហ៎រួចហើយអង្គុយបានហើយប្រហែលថ្ងៃហ្នឹងឃើញមុខខ្លួនឯងដូចជាមិនសប្បាយចិត្តសោះមានរឿងអីហ៎មិនដែលមនុស្សណាសប្បាយរហូតទេបងអូននិយាយជាមួយតាភាថ្ងៃនេះព្រោះបងត្រូវលាតាភាទៅឆ្ងាយបងឯងចង់ទៅណាបងសម្រេចចិត្តរួចហើយថាចូលទាហានចូលបដិវត្តបងចង់ទៅតំបន់រំដោះហ៎ហើយចុះពេលណាបងត្រឡប់មកវិញបងក៏មិនដឹងដែរតែថានៅនោះគឺគ្រោះថ្នាក់គ្រប់ជំហានមែនទេបើអញ្ចឹងបងទៅធ្វើអីណែអីគេនឹងបងខ្សែកបងឲ្យខ្សែកភ្ជាប់ពាក្យមកខ្ញុំវិញធ្វើអីស្រុកកាត់កលយុគបងត្រូវទៅឆ្ងាយមិនដឹងពេលណាបានជួបតាភាវិញទេខ្សែកនេះអូនរក្សាទុកជំនួសបងផងបើថ្ងៃក្រោយបងអត់សំឡាងត្រឡប់មកវិញទេតាភាអាចរៀបការជាមួយអ្នកផ្សេងបានគឺអាចរកម្ចាស់ថ្មីឲ្យខ្សែកនេះធំហើយកុំងាកយំដូចក្មេងមើលចុះបើដឹងថាទៅគ្រោះថ្នាក់នៅសុកបងសុងចង់ទៅធ្វើអីអូនឯងជាស្រីមិនយល់ទៅរឿងដែលតាភាឯងនិយាយជាមួយពូកាពីយប់មិញបងលឺអស់ហើយបងលឺអស់ហើយទោះបីបងនៅភ្នំពេញក៏នាំតែមានរឿងស្មុគស្មាញដល់គ្រួសារយើងដែរជួនកាលបងទៅបាត់យូរពូគាត់អាចរសាយចិត្តពីរឿងភ្ជាប់មាត់ភ្ជាប់កយើងកាលពីក្មេងនោះដែលកើតពេលស្រុកសង្គ្រាមមិនចូលរួមជាតិ
តែបងឯងដឹងទេខ្ញុំតែងទុកបងឯងដូចបងប្រុសខ្ញុំទោះខ្ញុំមិនដែលគិតចង់រៀបការជាមួយបងឯងតែខ្ញុំស្រឡាញ់បងឯងជាបងប្រុសខ្ញុំគ្មានបងប្រុសឯណាទៀតទេខ្ញុំមិនចង់ឲ្យបងឯងទៅចូលទៅហ៊ានទេពិសេសទៅហ៊ានបដិវត្តអីហ្នឹងបើថានេះបងចូលទៅហ៊ាននៅភ្នំពេញនេះបានហើយបងគង់តែត្រឡប់មកវិញទេអូនទៅចេះតែរក្សាខ្លួនថែរក្សាលោកពូអ្នកមីងកុំដើរលេងច្រើនណាខ្ញុំដឹងហើយបងណែស្អីហ្នឹងអញ្ជើញភ្ជាប់ពាក្យយើងបើបងឯងសងខ្សែកមកខ្ញុំហើយខ្ញុំទុកអញ្ជើញត្បូងទទឹមនឹងធ្វើអីទៀតចុះបើថ្ងៃក្រោយបងឯងត្រូវការប្រពន្ធហើយស្រីនោះមិនមែនខ្ញុំបងឯងគង់ត្រូវការអញ្ជើញនឹងពាក់ឲ្យគេដដែលនឹងណែយកទៅបងចាំទុំបានស្នាកណ្ដាលងាប់ឡាណែត្រីរលើងទួកាប់ដោយសារកងទ័ពខ្មែរក្រហមបានកាន់កាប់ស្ទើរតែ 80% នៃផ្ទៃប្រទេសទៅហើយនោះទីក្រុងភ្នំពេញនិងតំបន់មួយចំនួនដែលនៅគៀកដូចជាស្រុកខ្លះរបស់ខេត្តកណ្ដាលកំពង់ស្ពឺកំពង់ចាមតាកែវបានក្លាយទៅជាតំបន់សន្តិសុខដែលរដ្ឋាភិបាលសាធារណរដ្ឋរបស់សេនាប្រមុខលន់នល់រៀបចំឡើងសម្រាប់ដោះស្រាយការហូរចូលដោយទឹកបាក់ទំនប់នៃចរន្តជនភៀសខ្លួននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពមួយនាទីក្រុងប៉ារីសនៅខែមករាឆ្នាំ1973សហរដ្ឋអាមេរិកបានយល់ព្រមចុះហត្ថលេខាបញ្ចប់សង្គ្រាមនៅវៀតណាមដោយធ្វើការដកកម្លាំងទ័ពទាំងអស់ចេញពីឥណ្ឌូចិនដូច្នេះការទម្លាក់គ្រាប់បែកដោយទាហានអាមេរិកក៏បានត្រូវបញ្ចប់ទាំងស្រុងនៅកម្ពុជាប្រការនេះបានជំរុញឲ្យកងទ័ពបដិវត្តខ្មែរក្រហមកាន់តែមានលទ្ធភាពបង្កើនការវាយលុកខ្លាំងឡើងមកលើរដ្ឋាភិបាលក្រុងភ្នំពេញសង្គ្រាមបានបែងចែកទឹកដីខ្មែរនាសម័យកាលនោះឲ្យទៅជាច្រើនតំបន់ដែលភាគច្រើនត្រូវកាន់កាប់ដោយក្រុមទាហានរំដោះរីឯទឹកដីដែលរដ្ឋាភិបាលក្រុងភ្នំពេញនៅអាចឈរជើងកាន់កាប់បានក៏កាន់តែរួមតូចទៅនៅត្រឹមតែតំបន់ជុំវិញក្រុងភ្នំពេញតែប៉ុណ្ណោះទំនាក់ទំនងរវាងពលរដ្ឋទីក្រុងនិងជនបទហាក់ត្រូវកាត់ផ្ដាច់ទាំងស្រុងដោយសារស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនិងការបែងចែកផ្នែកនិន្នាការនយោបាយភ្នំពេញឆ្នាំ1974មកសោមហេមកសោមភឿនเหรอល្អហើយដែលរកមកសោមឯងឃើញភឿនឯងរកខ្ញុំហ៎ហ្នឹងហើយខ្ញុំតាមដានមកឯងនៅមុខផ្ទះបងប្អូនមកឯងពី3ថ្ងៃហើយតមមកឯងចេញមកផ្សារខ្ញុំក៏ស្កាត់មកជួបបងឯងតែហ្មងទៅអញ្ចឹងហ៎ហើយមិនភឿនឯងមិនចូលលេងផ្ទះប្អូនខ្ញុំតែហ្មងទៅបែរឆ្ងាយណារកកន្លែងស្រួលបួលនិយាយគ្នាបន្តិចទៅអីតោះឡើងសក្លោទៅអង្គុយលេងនិយាយគ្នានៅវត្តភ្នំល្អជាងឯងមកដល់ពេញតាំងពីកាលភឿនហើយស្នាក់នៅណាដែរខ្ញុំស្នាក់នៅច្រើនកន្លែងណាបងប្រាប់ទៅក៏ពិបាកដែរតែខ្ញុំមានសម្បត្តិរបស់ច័ន្ទសុងផ្ញើមកបងឯងហាច័ន្ទសុងផ្ញើសម្បត្តិមកឲ្យបងហើយឯងជួបវាកូនខ្ញុំសុខសប្បាយទេភឿនខ្ញុំជួបច័ន្ទសុងតាំងពីខែមុនម៉ែបងតែទើបតែបានមកពេញលើកនេះច័ន្ទសុងចូលទ័ពយូរហើយវាថាវានឹកបងឯងពុកវានឹងច័ន្ទសែនដែរហើយចុះច័ន្ទសែនអត់មកផ្សារទេបងអត់ទេជាប់ទៅរៀនច័ន្ទសែនណាចូលរៀនតនៅពេញនេះបានជាង1ឆ្នាំហើយចុះភឿនណាភូមិយើងអាម៉េចហើយផ្ទះសបែងដីធ្លីខ្ញុំអីនោះភូមិយើងមិនដូចមុនទេបងក្មេងៗចូលទ័ពអស់ហើយនៅតែចាស់ហើយផ្ទះសបែងដីធ្លីអីក៏ដាក់រួមដែរធ្វើរួមហូបរួមស្រែបងក៏គេធ្វើចែកគ្នាដែរពីណាធ្វើច្រើនក៏ចែកផលឲ្យច្រើនអ្នកណាធ្វើតិចក៏បានតិចទៅតាមនោះទៅតែម្យ៉ាងដែរតាំងពីអាមេរិកឈប់ទម្លាក់គ្រាប់បែកយើងធ្វើស្រែបានមិនខ្វះហូបទេ
បានទាំងដឹកយកទៅឲ្យកងទ័ពនៅឯមុខផងហើយចំណាយផ្ទះបងឯងដោយសារនៅល្អហើយទូលាយជាងគេផងពួកបងឯងក៏មិននៅគេក៏យកធ្វើកន្លែងសហករណ៍ហើយអញ្ចឹងពេលខ្ញុំត្រឡប់ទៅភូមិវិញក៏លែងមានកម្មសិទ្ធិដីធ្លីផ្ទះសម្បែងអីទៀតហើយឯភឿនខេងច័ន្ទសុងកូនខ្ញុំវាទៅចូលបដិវត្តដែរហើយមិនក៏វាមិនព្រមប្រាប់គេឲ្យទុកផ្ទះសម្បែងឲ្យខ្ញុំមកចប់ហើយភឿនអើយដីក៏អស់ផ្ទះក៏គេយកតែសង្ឃឹមអីទៀតចុះបងឯងទៅកើតទុកធ្វើអីហ៎បងសោមសុកឥឡូវមិនដូចមុនឯណាណែបងឯងស្មានថានៅតំបន់រំដោះដូចនៅម្ពិញរបបសក្តិភូមិវាខុសពីបដិវត្តមិនឲ្យបងឯងស្លាប់ទេឲ្យតែបងឯងស្មោះជាមួយអង្គការបងឯងមានកន្លែងនៅមានស្រែធ្វើមានរបបហូបដូចតែគេដូចតែឯងអញ្ចឹងគ្រាន់តែអត់មានទេអាកម្មសិទ្ធិសួនតួក្រាៗដូចមុនអ្នកមានអ្នកក្រអីបដិវត្តមិនឲ្យមានទៀតទេនៅទីនោះមនុស្សស្មើភាពគ្នាតែទាំងអស់មិនដូចនៅម្ពិញទេបងឯងសប្បាយអីមើលចុះអាពួកអ្នកមានវាជីឡានសឹងតែបុកគ្នាអ្នកក្រដែលវានៅនឹងដីហាលថ្ងៃកាហាយសប្បាយទៅហើយចាំមើលតែបដិវត្តឈ្នះពួកអានាយទុនជំទាវខុនណាងលោកស្រីអ្នកនាងកញ្ញាអីអស់នោះគង់តែស្គាល់ការលូតដំម្ដងវិញទេបងវិលវល់អស់ហើយភឿនអើយមិនក៏សុកទេកាន់តែតឹងទៅអញ្ចឹងមានអីតឹងបងហើយមិនក៏បងមិនគិតនាំប្តីនាំកូនត្រឡប់ទៅស្រុកវិញហើយទៅវិញហ៎តែមិនបានភឿនបើផ្លូវដាច់អស់ហើយគេបិទផ្លូវមានឲ្យទៅមកណាហើយចុះខ្ញុំមិនក៏ខ្ញុំចេះលួចចូលមកអំពេញបានវាស្រេចតែបងឯងទេសំខាន់តើបងឯងនៅស្រឡាញ់របបចាស់ឬក៏ចង់ចូលជាមួយបដិវត្តណែបងឯងមើលសិនមើលច័ន្ទសុងសរសេរមកថាម៉េចខ្លះកូនចេះមកចូលបដិវត្តហើយខុសអីតែពុកម្ដាយចុះភឿនឯងមានដឹងហ៎ច័ន្ទសុងសរសេរមកថាម៉េចខ្លះភ្នែកខ្ញុំមួយឆ្នាំក្រោយនេះមើលឃើញមិនច្បាស់សោះជួយអានខ្ញុំស្ដាប់បន្តិចមើលខ្ញុំនៅរៀនអក្សរអីខ្ញុំមិនសោមហើយចេះមកសួរអញ្ចឹងទៅកើតណាស់ហើយទុកឲ្យគ្រូសាមិនសមឯងអានឲ្យស្ដាប់ទៅពុកម៉ែច័ន្ទសែនខ្ញុំនឹកអ្នកទាំង3ណាស់តើនៅភ្នំពេញពុកម៉ែនិងប្អូនសុខទុក្ខយ៉ាងណាដែរខ្ញុំចូលធ្វើការជូនបដិវត្តបាន2ឆ្នាំហើយខ្ញុំក៏មានមោទនភាពខ្លាំងណាស់ចំពោះការងារនេះសូមពុកម៉ែកំព្រួយពីកូនអីចុះលោកពូសុននិងអ្នកមីងប្អូនដាភាសុខទុក្ខយ៉ាងណាដែរជំរាបទៅពួកគាត់ផងថានៅមិនយូរប៉ុន្មានទៀតទេស្រុកយើងនឹងបានសន្តិភាពសម្បូរសប្បាយហើយព្រោះបដិវត្តយើងកំពុងតែមានសន្ទុះកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃរងចាំដល់ពេលនោះកូននឹងបានទៅដល់ភ្នំពេញជួបនឹងអ្នកទាំងអស់គ្នាវិញមិនខានហើយពុកម៉ែក៏នឹងអាចវិលទៅរស់នៅស្រុកភូមិយើងវិញដែរពីកូនច័ន្ទសុងហើយទៅបាត់តំណឹង2ឆ្នាំសរសេរមកតែប៉ុណ្្នឹងទេចប់ហើយពុកបងសុងអត់មានសរសេរអីទៀតផងណែតាមភឿនប្រាប់មកកូនយើងត្រឡប់ទៅភូមិតាំងពីខែមុនម៉េះតែទើបតែពេលនេះដែលភឿនវាបានឡើងមកពេញចុះបងសុងគាត់មិននៅភូមិតែគាត់ទៅនៅណាវិញម៉ែអ្នកធ្វើបដិវត្តគេមិននៅមួយកន្លែងទេកូនបងប្រុសឯងប្រហែលជាហត់នឿយណាស់ហើយនិយាយមិនស្ដាប់សោះហើយចុងភឿនមកពេញបានដោយរបៀបណាទៅនេះបើផ្លូវត្រូវពួកម្ដោះកាត់ដាច់ដល់ហើយហ្នឹងខ្ញុំសួរដែរតែភឿនថាគេមានមធ្យោបាយណែពុកវាភឿនណាគេអួតថានៅពេញនេះមិនខ្វះកម្លាំងបដិវត្តប្រកបខ្លួនទេហើយគេមកនេះក៏ដើម្បីមកលួចទិញស្បៀងដឹកផ្ញើទៅឧបត្ថម្ភពួកទាហានបដិវត្តហ្នឹងអញ្ចឹងបានន័យថាអ្នកភូមិយើងភាគច្រើនគេចូលធ្វើបដិវត្តអស់ហើយហ៎ចុះបងមិនក៏យើងមិនចូលបដិវត្តនឹងគេកូនឯងនៅក្មេងកុំនិយាយលូកលាន់ជាមួយរឿងនយោបាយអីអស់ហ្នឹងពិសេសនៅពេញនេះ
គេមិនចូលចិត្តពួកបដិវត្តទេទៅសាលាគិតតែខំរៀនទៅពីណានិយាយអីកុំចេះតបតជាមួយគេឬម្ដាយឯងនិយាយឯងពួកកុម្មុយនីសលួចបកប់ខ្លួនពេញតែនឹងហើយពួកកិញវៀតណាមខាងត្បូងកិញអាមេរិកអីអស់ហ្នឹងក៏មិនខ្វះដែរ